ទូទាត់ពេលទទួលអីវ៉ាន់បានយកអូខេបងអាចទូទាត់ពេលទទួលអីវ៉ាន់បានជាមួយក្រុមហ៊ុនវិរៈបន្ថែមដែលយើងហៅថាសេវា COD COD នេះគឺបងប្អូនអាចទូទាត់ពេលទទួលអីវ៉ាន់បានប៉ុន្តែក៏មានលក្ខខណ្ឌមួយចំនួនដែលយើងអាចផ្ញើតាមសេវា COD បានទី1សាខាដែលយើងអាចផ្ញើ COD បានតទៅជាសាខារបស់ក្រុមហ៊ុនវិរៈបន្ថែមមានន័យថាជាសាខានៅរាជធានីភ្នំពេញសាខានៅទីរួមខេត្តនិងសាខានៅទីរួមស្រុកបើសិនបើជាសាខាដែលទិញ franchise ពីក្រុមហ៊ុនវិរៈបន្ថែមអាចថាជាលក្ខណៈគ្រួសារគាត់នៅតំបន់ដាច់ស្រយាលហើយគាត់ទិញ franchise លក្ខណៈគ្រួសារបង្កើតជាភ្នាក់ងាររបស់វិរៈបន្ថែមនោះគឺខាងយើងផ្ញើសេវា COD ឬក៏សេវាទូទាត់ជាមួយអតិថិជនអត់បានទេបាទហេតុអីបានវាអញ្ចឹងមិនមែនខាងខ្ញុំមិនចង់ផ្ញើឬក៏ខាងខ្ញុំអត់ផ្ញើទេប៉ុន្តែដោយសារសាខាវិរៈបន្ថែមដែលនៅតំបន់ខ្ញុំហ្នឹងគាត់ប្រាប់ច្បាស់ហើយថាគាត់អាចផ្ញើបានតែត្រឹមសាខារបស់វិរៈបន្ថែមដែលនៅទីរួមខេត្តទីរួមស្រុកហើយនិងរាជធានីភ្នំពេញប៉ុន្តែប្រសិនបើបងប្អូនផ្ញើសេវាធម្មតាមានន័យថាសេវាដែលទូទាត់ជាមួយអ្នកលក់ពេលដែលអីវ៉ាន់ទៅដល់បងប្អូនមិនបាច់ចាំទូទាត់ជាមួយក្រុមហ៊ុនវិរៈបន្ថែមទេអាចផ្ញើបានទៅដល់ណាក៏បានដែរឲ្យតែជាសាខារបស់ក្រុមហ៊ុនវិរៈបន្ថែមមិនថានៅសាខាតូចសាខាធំទីរួមខេត្តដាច់តំបន់ដាច់ស្រយាលមិនក៏ដោយទី2ចង់បញ្ជាក់ដែរបើសិនបើបងប្អូនយកសេវា COD ការផ្ញើគឺវាថ្លៃជាងសេវាធម្មតាមានន័យថាប្រសិនបើបងប្អូនទិញថង់1គីឡូនេះ1គីឡូហ្នឹងវិរៈបន្ថែមវាយក8000ប៉ុន្តែបើសិនបើដាក់ COD មានន័យថាសេវាដែលបងប្អូនទូទាត់ពេលទទួលទំនិញវិរៈបន្ថែមគេនឹងយក10000គេបូក2000ណាបាទបើសិនបើចង់បាន COD គឺលក្ខខណ្ឌផ្ញើបែបហ្នឹងប៉ុន្តែបើបងប្អូនថាអូថ្លៃពេកឬក៏សេវាថ្លៃពេកអូខេបងប្អូនអាចទូទាត់មុនបានឬក៏ផ្ញើសេវាធម្មតាប៉ុន្តែបើថាអត់ហ៊ានផ្ញើកន្លែងនៅលក់បោកទេអាចមកទិញដល់កន្លែងបានទីតាំងរបស់យើងគឺនៅបរិយាគៀងហូតព្រៃសរហើយនៅខេត្តកំពតនៅផ្សារលោកភេកចាអរគុណបាយបាយ